រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់រឿងនេះនិពន្ធឡើងដោយលោកសួនសុរិននៅឆ្នាំ1961រឿងនេះចែកចេញជា19វគ្គគឺវគ្គទី1ត្រកូលកសិករកំសត់វគ្គទី2ជីវិតកម្មករនៅទីក្រុងវគ្គទី3ទំនេរព្រោះគ្មានការងារធ្វើវគ្គទី4ក្រមដំបូលផ្ទះនាយទុនវគ្គទី5ជាប់គុកព្រោះចាញ់កលនាយទុនវគ្គទី6មហាទុកក្នុងគុកធំវគ្គទី7គ្រោះថ្នាក់ចរាចរណ៍វគ្គទី8នាយទុនបរទេសវគ្គទី9អ្នកនយោបាយបោកប្រាស់វគ្គទី10អ្នកលេងស្រុកក្រុងវគ្គទី11ប្រពន្ធស្លាប់ព្រោះគ្មានទីពឹងវគ្គទី12ការរមើលគុណនៃអ្នកនយោបាយវគ្គទី13ជាប់ឃុំព្រោះអនាថាវគ្គទី14សិលធម៌និងដំបាយវគ្គទី15ជាប់គុកព្រោះស្មោះត្រង់វគ្គទី16ទីពឹងថ្មីវគ្គទី17កសិករថ្មីវគ្គទី18ព្រំពេញទំនើបនិងវគ្គទី19សមាជជាតិលើកទី9រឿងនេះមានដំណើររឿងសង្ខេបដូចតទៅសំជាយុវកសិករកំព្រាឪពុកម្ដាយតាំងពីតូចមានប្រពន្ធម្នាក់ឈ្មោះនាងសយកំព្រាឪពុកម្ដាយដូចគ្នាដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញសំធាក់ស៊ីក្លូបញ្ច្រាស់ទិសត្រូវប៉ូលីសផាកដោយរកប្រាក់បង់ពីនៃពំបានអ្នកស្រីកឹមលៀងបានស្ដីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ចំណែកតាសានវិញក៏បណ្ដេញសំនិងសយឲ្យចេញពីខ្ទមដែរព្រោះអ្នកទាំងពីរគ្មានលុយបង់ថ្លៃឈ្នួលផ្ទះមុននឹងចាកចេញពីខ្ទមដ៏កំសត់នេះសៅដែលជាមេក្រុមចោរលួចឆក់បានបបួលសំឲ្យចូលដៃធ្វើសកម្មភាពជាមួយខ្លួនតែសំមិនព្រមហើយប្រកាន់នៅភាពយុត្តិធម៌ជានិច្ចសំនិងប្រពន្ធបានចូលទៅរស់នៅតាមសម្យាបព្រះវិហារលោកសង្ឃយួននៅវត្តទួលប្រស្រីពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំទៅនៅបម្រើផ្ទះថៅកែហុកដោយមានការយល់ព្រមពីសំជាប្តីផងដែរយប់មួយដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងវេលាម៉ោង21ថៅកែហុកបានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមអារម្មណ៍យ៉ាងព្រៃផ្សៃជាទីបំផុតដោយមានការឈឺចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុកដើម្បីទៅរកមិត្តភក្តិកម្មករត្រីចក្រយានរបស់ប្តីគឺនាយមីនិងនាងមុំជាប្តីប្រពន្ធដើម្បីសុំស្នាក់នៅទម្រាំប្តីនាងត្រឡប់មកពីស្រុកវិញរសៀលថ្ងៃប្រហ័សសំក៏ចុះពីរថភ្លើងបាត់ដំបងទៅរកប្រពន្ធនៅឯផ្ទះថៅកែហុកមិនឃើញក៏វិលត្រឡប់មកផ្ទះនាយមីនិងនាងមុំក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធទោះបីប្រពន្ធនិងមិត្តភក្តិផាត់ខាំយ៉ាងណាក៏ដោយក៏សំនៅតែមានបំណងសម្លាប់ថៅកែហុកចោលយប់មួយសំបានចូលទៅសម្លាប់ថៅកែហុកតាមកំហឹងរបស់ខ្លួនតែដោយចាញ់កលថៅកែហុកសំក៏ត្រូវចាប់បញ្ចូលគុកធំក្រោយមកទៅតុលាការកាត់ទោសចាប់គុកចំនួន3ខែបន្ទាប់ពីសំត្រូវចាប់គុកនាងសយនិងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសំនៅឯគុកធំនៅថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួលពេលនៅក្នុងគុកសំត្រូវបាក់ពួកជាប់គុកមុនមានឈ្មោះពួរសួរនិងពួកអនុរិយនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយក្រោយពីការណែនាំអប់រំពីผู้ជួយគុកសំនិងនាងសយក៏ត្រូវមីជូនទៅផ្ទះនៅជិតវត្តមហាមន្ត្រីដោយត្រីចក្រយានថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយកានពេលសំទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតីត្រូវដឹកទៅមន្ទីរពេទ្យប្រកែកមីលារួចពីគ្រោះថ្នាក់សំក៏បានចូលទៅធ្វើការនៅរោងចក្រឧស្សាហកម្មសាប៊ូដោយសារការព្យាយាមពេលកាប់បុរាណលាឈប់ថៅកែក៏តែងតាំងសំជំនួស
ព្រមទាំងអនុញ្ញាតឲ្យសមនឹងប្រពន្ធមកស្នាក់នៅក្នុងបន្ទប់មេរោងចក្រឧស្សាហកម្មនេះផងសេងអានជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុងថៅកែសេងលីក៏បានតែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួសពេលនោះសមត្រូវបានសេងហុងបណ្ដេញចេញលែងឲ្យធ្វើការព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុងបន្ទាប់ពីនេះសមបានទៅធ្វើកម្មករលីស័យនៅកំពង់ផែក្នុងតំណែងជាកាប់បុរាណទៀតហើយក៏ត្រូវបណ្ដេញចេញពីតំណែងដោយសាររឿងការពារកម្មករដដែលសមទៅធ្វើការកន្លែងណាក៏ដូចកន្លែងណាត្រូវបានឡើងឋានៈជាកាប់បុរាណប៉ុន្តែមិនបានថត់ថេរទេត្រូវម្ចាស់កន្លែងបណ្ដេញចេញរហូតដោយមានកម្មករស្គាល់ច្រើនសមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នកនយោបាយបោកប្រាស់ម្នាក់ឈ្មោះយេងបោកប្រាស់ធ្វើជាឈ្នន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រគឺឲ្យសមរួមទាំងសមាគមកម្មករបោះឆ្នោតឲ្យខ្លួនហើយសន្យាថានឹងជួយតបស្នងសងគុណវិញប៉ុន្តែសមាជិកតំណាងរាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោតហើយក៏ប្រឡាក់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួនក្រោយមកសមាគមនេះត្រូវរំលាយព្រោះគ្មានអ្នកឧបត្ថម្ភសមបាននាំប្រពន្ធទៅជួលខ្ទមនៅឆ្ងាយពីក្រុងដោយប្រកបរបរជាកម្មករត្រីចក្រគ្រយានដដែលពេលនេះសមមិនអាចធាក់ស៊ីក្លូពេញមួយថ្ងៃបានឡើយព្រោះបញ្ហាសុខភាពប៉ុន្តែបន្ទុកគ្រួសារកាន់តែធ្ងន់ធ្ងរព្រោះប្រពន្ធមានផ្ទៃពោះចិត្តគ្រប់ខែនាងសយមានគួរគ្មានលុយទិញថ្នាំសង្កូវផឹកដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យនរាឲ្យជួយតែត្រូវគ្រូពេទ្យបដិសេធព្រោះគ្មានប្រាក់ឲ្យគេបានយាយពេងនិងយាយប៉ោះជាចាស់ទុំខំជួយដែរតែមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាប់កូននោះទៅបន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកបសមបានទៅពឹងពាក់លោកយាយជាតំណាងរាស្ត្រដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោតតែអកុសលលោកយាយបែរជាធ្វើមិនស្គាល់សមទៅវិញបន្តមកសមក៏ក្លាយទៅជាមនុស្សអនាថាគ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំខ្លួនអស់2ថ្ងៃទើបដោះលែងវិញដោយខ្លួនគ្មានទីពឹងហើយការស្រែកឃ្លានធ្វើទុកខ្លាំងពេកសមក៏ដាច់ចិត្តទៅឆក់កាបោកគេដើម្បីយកប្រាក់ទិញអាហារប៉ុន្តែដោយឃើញប្រាក់នឹងទ្រព្យច្រើនពេកសមបានយករបស់ទាំងនោះទៅឲ្យម្ចាស់គេវិញនិងមានបំណងសុំការអត់ឱនទោសពីម្ចាស់ទ្រព្យតែត្រូវម្ចាស់ទ្រព្យគឺលោកអុកញ៉ាសម្បូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសហើយក៏ចាប់ឃុំឃាំងក្នុងគុក6ខែចេញពីគុកសមដើរឆ្លងផ្លូវក៏ត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុកជាគ្រូល្អរបស់សមលោករដ្ឋមន្ត្រីកំឡោះនោះទើបតែត្រឡប់មកពីស្រុកបារាំងគាត់មានចិត្តសប្បុរសដល់សមគាត់បានឲ្យសាហ៊ុយចំនួន500រៀលព្រមទាំងបានផ្ដាំឲ្យសមទៅរកគាត់កំបីខានតែសមបែរជាប្រកែកមិនព្រមយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារឲ្យធ្វើវិញលោករដ្ឋមន្ត្រីបានឲ្យសមទៅនៅមើលថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមកក្រោយពេលដែលស្រុកគេទទួលបានឯករាជ្យសន្តិភាពពេញបរិបូរណ៍ក្រោមព្រះរាជបូជនីយកិច្ចរបស់អង្គសម្ដេចឪនរោត្តមសីហនុធ្វើឲ្យកសិករមានសង្ឃឹមដោយការធ្វើនយោបាយទឹកសមក៏បានវិលត្រឡប់ទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយសេចក្តីរីករាយក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់អង្គសម្ដេចឪទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់វិស័យថ្ងៃមួយសមបានមកលេងភ្នំពេញហើយបានដើរមើលរាជធានីភ្នំពេញប្លែកជាខ្លាំងមានអគារធំសាលារៀនមន្ទីរពេទ្យហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អនេះជាជោគជ័យនៃសង្គមរាស្ត្រនិយមមន្ត្រីរាជការមានប្រាក់ខែគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារហើយរាជការបានរៀបចំឲ្យមានសមាជិកដែលមានប្រជារាស្ត្រចូលរួមយ៉ាងច្រើនទៀតផងបាទការអានរឿងសង្ខេបនៃរឿងព្រះអាទិត្យថ្មីដែលលើផែនដីចាស់នៅពេលនេះសូមចប់តែប៉ុណ្ណេះសូមអរគុណច្រើន